ពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមខាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចទេរត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថា
ប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទូមនុស្សទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីក៏ពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករុណាមួយណាជាការខឹងឬថាទុកទោមមនុស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំនឹងឃើញកំហុសនឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការតែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមនោះចំពោះរឿងមិនល្អហើយនឹងសោមនោះឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុក្ខខ្លាំងនៅក្នុងពុទ្ធសាសនាចិត្តមានន័យច្រើនន័យមួយលោកប្រែមកវិញថាដឹងនៅអារម្មណ៍អញ្ចឹងអារម្មណ៍ដែលវាមកកាន់ភ្នែកតិចច្រមុះដាតកាយនិងមโนទ្វារនេះចិត្តនឹងវាចាប់យកអារម្មណ៍ទាំងអស់ហ្នឹងប៉ុន្តែយើងអាចមានសមត្ថភាពជ្រើសរើសយកអារម្មណ៍ដែលនាំឲ្យចិត្តសบายរីករាយកើតបុណ្យដែរមិនចេះតែបដោយចិត្តនឹងឲ្យវាទៅតោងយកអារម្មណ៍ដែលនាំឲ្យកើតចិត្តបាបចិត្តអកុសលមួម៉ៅក្តៅក្រហាយអញ្ចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសតិនិងសម្បជញ្ញៈសតិនឹងជាអ្នកជួយតម្រែតម្រង់ចិត្តនឹងឲ្យគិតត្រូវឧទាហរណ៍ថាបានឃើញនៅពុទ្ធបានស្ដាប់ឮពធបានឃើញប្រសង់នឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់ទានដែលបានឲ្យហើយនឹកដល់សិលដែលបានរក្សាហើយការចម្រើនសមាធិបង្អោនចិត្តទៅក្នុងកម្មដ្ឋានជាដើមអញ្ចឹងចិត្តនឹងវាតោងយកអារម្មណ៍ដែលធ្វើឲ្យរីករាយឲ្យមានបៃតៈឲ្យមានសោមនស្សប៉ុន្តែសោមនស្សក្នុងកុសលយើងមានសមត្ថភាពអាចទាញចិត្តនឹងមកនៅក្នុងផ្លូវត្រូវផ្លូវជាកុសលផ្លូវធ្វើឲ្យស្រស់ធ្វើឲ្យចិត្តនឹងសម្បូរសេចក្តីសុខបានប៉ុន្តែផ្ទុយទៅវិញបើយើងបដែតបដោយតាមចិត្តនឹងអកុសលវាទាញទៅឧទាហរណ៍ថាយើងបដោយឲ្យទៅគិតរឿងគេជេរគិតគេរឿងគេនិយាយដើមគិតរឿងដែលកន្លងផុតទៅហើយរឿងមិនល្អអារម្មណ៍ទាំងអស់ហ្នឹងវានាំឲ្យសៅមងចិត្តពីព្រោះ
ជាអនិច្ចារម្មណ៍ហើយយើងអត់មានស្អីទប់អត់មានសតិអត់មានសម្បជញ្ញៈការពារចិត្តមិនឲ្យអកុសលកើតព្រោះនឹកទៅក្តៅនឹកទៅក្តៅនឹកទៅក្តៅអញ្ចឹងបានជានៅក្នុងធម៌យើងមានសមត្ថភាពអាចជួយបើឧទាហរណ៍ថាអារម្មណ៍មិនល្អកើតឡើងសតិនិងសម្បជញ្ញៈសតិស្មារតីនឹងជួយពន្យល់ថារឿងនឹងជាអកុសលវិបាកជាផលរបស់អកុសលកម្មពីអតីតមកអញ្ចឹងវាមកជួបហើយបញ្ញានឹងប្រសាបវាប្រសាបពឹសវាអត់ឲ្យយើងធ្វើអត់ឲ្យយើងកើតទុកខ្លាំងទេបើទោះជាអារម្មណ៍នឹងមិនល្អក៏ដោយឧទាហរណ៍ថាសម្ដីគេឌឺដងប្រឈឺយើងបើយើងអត់មានសតិដើម្បីជួយទប់ស្កាត់ជាខ្សែសីមាទេយើងដេកឈឺចាប់ដោយសារពាក្យសម្ដីឌឺដងគេហ្នឹងហើយប៉ុន្តែបើយើងមានសតិមានសម្បជញ្ញៈសតិបញ្ញានឹងជួយទប់ស្កាត់ណាមកដល់នៅតែមកចឹងគេថានៅតែថាតិចនៅតែលឺប៉ុន្តែកំណត់ដឹងថាសង្ខារកើតហើយរលត់ទៅវិញសំឡេងមកប៉ះតិចហើយវាហោះហើរទៅបាត់រលត់ទៅបាត់ហើយអកុសលវិបាកកើតតែមួយផ្លែតហ្នឹងហើយអាសំឡេងអាក្រក់ហ្នឹងមិនធ្វើឲ្យចិត្តរបស់យើងនឹងក្តៅក្រហល់កាហាយទេហេតុអីពីព្រោះមានសតិបញ្ញាហ្នឹងជាអ្នកបន្សាបពឹសអារម្មណ៍ក្តៅហ្នឹងហើយអញ្ចឹងយើងចាំបាច់ត្រូវមានកងការពារសតិបញ្ញាស្មារតីនឹងជួយទាញចិត្តឲ្យមកស្ថិតនៅក្នុងអារម្មណ៍នាំឲ្យកើតបុណ្យផងហើយបើអារម្មណ៍ដែលអាចធ្វើឲ្យចិត្តនឹងក្តៅក្រហល់ក្រហាយសតិបញ្ញាស្មារតីនឹងជួយប្រសាបពឹសវាអត់ឲ្យវាមានឥទ្ធិពលមកលើចិត្តរបស់យើងហើយធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយឯងឧបមាថារឿងកន្លងហួសទៅហើយអតីតកាលមិនល្អអីអញ្ចឹងវានៅតែមកលងយើងតាមមនោទ្វារនឹកធម្មអារម្មណ៍ត្រឡប់មកវិញអារម្មណ៍ជាអតីតអារម្មណ៍ហ្នឹងប៉ុន្តែយើងមានសតិបញ្ញាមួយកំណត់ដឹងថាអូអានេះរឿងនេះហួសទៅហើយជារឿងអតីតបើយើងក្តៅក្រហាយស្ដាយក្រោយក៏យើងអត់អាចទៅកែរឿងនឹងបានដែរចាត់ទុកថាជាផលបាបចាស់ទៅចោះបើក្នុងន័យអភិធម្មថារឿងនឹងចប់បាត់ទៅហើយអញ្ចឹងយើងទទួលស្គាល់ថាអ្វីវាមានហេតុគ្រប់គ្រាន់បានកើតឡើងរឿងហ្នឹងអញ្ចឹងចប់ហើយអញ្ចឹងយើងទៅមុខទៀតយើងអត់តោងយកអារម្មណ៍អតីតហ្នឹងនាំឲ្យកើតទុក្ខរហូតដល់បច្ចុប្បន្ននេះមានសតិមានបញ្ញាពយល់ខ្លួនឯងកាត់សេចក្តីទុក្ខនឹងចេញអញ្ចឹងយើងទៅមុខហើយយើងទាញចិត្តហ្នឹងឲ្យមកនៅក្នុងផ្លូវត្រូវក្នុងអារម្មណ៍នាំឲ្យកើតបុណ្យកើតសេចក្តីជ្រះថ្លាអាហ្នឹងយើងអត់ស្មុគស្មាញយើងអត់ពិបាកចិត្តច្រើននេះហើយយើងមានសមត្ថភាពអាចធ្វើបានដោយការចម្រើននៅសតិបញ្ញាការស្ដាប់ធម៌ការពិចារណាធម៌ការធ្វើសមាធិការសេពគប់មិត្តត្រូវការព្យាយាមរឿយកុំបោះបង់ចោលការព្យាយាមអាហ្នឹងយើងអាចសម្រួលផ្លូវចិត្តរបស់យើងបានច្រើនខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយ
រៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីភាពមានបានហ៊ឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែកនិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមាននឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងហើយប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់អញ្ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាអញ្ចឹងទៅអញ្ចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរអញ្ចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងណាពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់នឹងជាអារម្មណ៍របស់កាមគុណនឹងមិនមែនសម្រាប់តែរឿងស្រីប្រុសទាំងរឿងទាំងអស់
អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចចំនួនដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វិលវល់ជាប់ជំពាក់ចង់តែបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់ពង្អួតបង្អបបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយអាចជាទីតាំងនៃការចំណាយនន្ទានៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីពង្អួតបង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិ